តើបងប្អូនផ្អែមខ្ញុំឆ្អិនហើយនេះខ្ញុំមកភ្លក់សិនចង់ដឹងរសជាតិឆ្ងាញ់ហ៎បងប្អូនអើយល្ពៅផុសឡើងស្អិតល្មួតណាហើយធុំក្លិនតារ៉េនហើយដូងហ្នឹងជាមួយនឹងលបសាច់ល្ពៅហ្នឹងនិយាយថាចូលជាតិគ្នាឆ្ងាញ់មែនតែនហ្មងណាមិននិយាយលេងទេឥឡូវនេះខ្ញុំមានល្ពៅមួយមករៀបចំធ្វើបបរល្ពៅទុកឲ្យគ្រួសារខ្ញុំគាត់អត់ចេះញ៉ាំតារ៉េនល្ពៅមួយចេញជាផ្អែមពីរមុខបងប្អូនមកពីខ្ញុំមានសង្ខ្យាតារ៉េននឹងស្រាប់នៅក្នុងទូកកយើងទុកចឹងណាពេលយើងចង់ញ៉ាំអីយើងបញ្ចេញវាមកយកមកញ៉ាំបានហើយឥឡូវនេះខ្ញុំកំពុងរៀបរាប់កាប់ល្ពៅកាប់ទូចនេះទុកសម្រាប់ធ្វើបបរល្ពៅឲ្យគាត់ហើយពេលខ្ញុំកាប់ល្ពៅធំនេះទុកយើងយកទៅស្ទីមដើម្បីញ៉ាំជាមួយសង្ខ្យាទុរេនយើងណាបងប្អូនហើយឆ្នាំងក្នុងឆ្នាំងនេះទឹកអត់តន់ពុះទេខ្ញុំដាក់ល្ពៅយើងចូលទៅក្នុងឆ្នាំងនេះល្ពៅដាក់សម្រាប់បបរល្ពៅហើយខាងលើនេះខ្ញុំដាក់ស្ទីមចេះសម្រាប់សង្ខ្យាអញ្ចឹងណាបងប្អូនហើយឥឡូវនេះល្ពៅយើងបានផុសល្អហើយបងប្អូនសាច់ឡើងល្មួតមកខ្ញុំស្មានថាសាច់អត់ល្មួតញ៉ាំអត់កើតទេនេះទិញប៉ះសាច់ល្មួតអញ្ចឹងល្អហើយខ្ញុំក៏បានដកអាល្ពៅខាងលើហ្នឹងយកទៅទុកម្លែកសិនខ្ញុំមកធ្វើបង្អែមបបរល្ពៅនេះខ្ញុំមកចាក់សាគូឲ្យឆ្អិនហើយបានខ្ញុំដាក់ស្ករបងប្អូនព្រោះអីតែយើងដាក់ស្ករមុនគ្រាប់សាគូយើងអត់ឆ្អិនល្អទេហើយដល់កន្លែងនេះឥឡូវគ្រាប់សាគូយើងឆ្អិនហើយខ្ញុំមកចាក់ខ្ទិះដូងនេះខ្ញុំដាក់តែបន្តិចដែរទេមកពីបបរល្ពៅខ្ញុំតែបន្តិចដែរបងប្អូនដាក់អត់ដល់កន្លះកំប៉ុងទេខ្ទិះដូងដាក់ក្រោមកន្លះកំប៉ុងហើយចំណែកស្ករសវិញខ្ញុំដាក់មួយចានចង្កឹះនេះបងប្អូនស្ករមិញណាដាក់ប្រហែលកាចនឹងឯងអត់ពេញទេកាចប៉ុណ្ណាបង្អែមល្ពៅនឹងឯងឥឡូវនេះបង្អែមល្ពៅខ្ញុំបានឆ្អិនរួចរាល់ហើយជាមួយនឹងសង្ខ្យាល្ពៅបងប្អូនចូលរួមទាំងអស់គ្នា